មានអូនណាខ្លះដែលកំពុងតែចាប់ផ្ដើមធ្វើវិញ្ញាសាបាក់ឌុបថ្ងៃនេះខ្ញុំនឹងមកប្រាប់ពីគន្លឹះមួយចំនួនដើម្បីឲ្យអ្នកទាំងអស់គ្នាធ្វើវិញ្ញាសាទៅមានប្រសិទ្ធភាពចឹងទី1គឺយើងត្រូវចេះល្មមដែលអាចធ្វើវិញ្ញាសាបានអត់ទាមទារឲ្យអ្នកទាំងអស់គ្នាចេះមេរៀនដល់ទៅ90ឬក៏100%ទេធំតែ60ទៅ70%គឺយើងអាចសាកល្បងនៅក្នុងការធ្វើវិញ្ញាសាបានហើយទី2នោះគឺយើងមានដៃគូនៅក្នុងការធ្វើវិញ្ញាសាអញ្ចឹងការមានដៃគូក្នុងការធ្វើវិញ្ញាសាអាចថាវាធ្វើឲ្យចិត្តយើងមានអារម្មណ៍ចង់ប្រកួតប្រជែងប៉ុន្តែមិនមែនចង់បានថាឈ្នះចាញ់អីហ្នឹងគ្រាន់ថាពេលដែលយើងធ្វើទៅអាចថាមានមួយខាងទៀតចង់ធ្វើឲ្យខ្លួនឯងហ្នឹងបានបន្ទុកច្រើនឬក៏ត្រូវច្រើនអីចឹងទៅអញ្ចឹងយើងមានអាកម្លាំងចិត្តនៅក្នុងការធ្វើហើយបើសិនជាអ្នកទាំងអស់គ្នាចង់ធ្វើវិញ្ញាសាដោយម្នាក់ឯងក៏បានដែរបើសិនជាយើងអត់ធ្លាប់មានដៃគូនៅក្នុងការធ្វើវិញ្ញាសាមួយគ្នាឬក៏អត់ធ្លាប់មានដៃគូនៅក្នុងការរៀនមួយគ្នាអញ្ចឹងទី3គឺយើងត្រូវកំណត់មកនៅក្នុងការធ្វើវិញ្ញាសាចុះដូចដែលយើងដឹងស្រាប់ហើយពីមួយមុខវិជ្ជាទៅមួយមុខវិជ្ជាគឺយើងមានម៉ោងនៅក្នុងការធ្វើរៀងខ្លួនអញ្ចឹងយើងត្រូវកំណត់ម៉ោងឲ្យច្បាស់ហើយជាពិសេសនោះអ្នកទាំងអស់គ្នាពេលកំឡុងពេលធ្វើវិញ្ញាសាហាមប្រើកាសូឲ្យសោះទី4គឺយើងត្រូវកែដោយសុក្រិតបានន័យថាកណ្ដាលវិញ្ញាសារបស់យើងហ្នឹងយើងអាចបដូរមិត្តភក្តិកែក៏បានឬក៏បើសិនជាយើងធ្វើវិញ្ញាសាតាមម្នាក់ឯងទេយើងកែដោយសុក្រិតយើងអាចមើលតាម Google ឬក៏ YouTube ពីគន្លឹះនៅក្នុងការដាក់បន្ទុកអីចឹងយើងមើលទៅថាតើការដាក់បន្ទុកហ្នឹងដាក់បន្ទុកបែបម៉េចហើយយើងសុខចិត្តដាក់បន្ទុកឲ្យខ្លួនឯង minimum ទៅបានន័យថាទៀបយើងកុំយកបន្ថែមបន្ថយខ្លួនឯងដើម្បីឲ្យយើងបានបន្ទុកមើលទៅខ្ពស់យើងកុំធ្វើចឹងឲ្យយើងសុខចិត្តមើលទៅឃើញទៀបហើយយើងកែប្រែកំហុសរបស់យើងវិញអញ្ចឹងចំណុចចុងក្រោយគឺការកែប្រែកំហុសខ្លួនឯងហ្នឹងហើយពេលដែលយើងខុសអីយើងត្រូវកែប្រែចំណុចហ្នឹងខ្ញុំឧទាហរណ៍ជាក់ស្ដែងដូចជាយើងធ្វើវិញ្ញាសាគណិតវិទ្យាហើយយើងធ្វើពីកោណិចអញ្ចឹងយើងច្រឡំរូបមន្តអ៊ីបាបូជាមួយelip ជាមួយនឹងប៉ារ៉ាបូអីចឹងយើងវិញគ្នាអញ្ចឹងនៅពេលដែលយើងធ្វើចំកន្លែងហ្នឹងខុសយើងត្រូវតែកែប្រែកំហុសយើងឡើងវិញកុំឲ្យកំហុសហ្នឹងវាកើតឡើងដដែលអញ្ចឹងឲ្យវាកើតឡើងតែម្ដងមកយើងដឹងថាវាខុសត្រង់ណាយើងត្រូវកែត្រង់ហ្នឹងទៅហើយមកដល់រយៈពេលនេះហើយអ្នកទាំងអស់គ្នាអត់បានរកឯកសារនៅក្នុងការធ្វើវិញ្ញាសាទេខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាមានសភៅនេះមួយឈុតសម្រាប់ថ្នាក់វិទ្យាសាស្ត្រហើយមួយឈុតសម្រាប់ថ្នាក់សង្គមដែលមួយឈុតហ្នឹងគឺមាន8ក្បាលអ្នកទាំងអស់គ្នាអាចអនុវត្តបាន7មុខវិជ្ជាដូចគ្នាអញ្ចឹងនៅក្នុងនោះគឺមានវិញ្ញាសាឆ្នាំចាស់មានវិញ្ញាសាត្រៀមគឺសម្រាប់ឲ្យអ្នកទាំងអស់គ្នាអនុវត្តក្នុងកំឡុងពេល4ខែមុនមកដប់ហ្នឹងគឺខ្ញុំគិតថាវាសមល្មមសម្រាប់អ្នកទាំងអស់គ្នានៅក្នុងការធ្វើយើងមិនចាំហត់ទៅ search internet រកវិញ្ញាសាអីទេគឺមាននៅក្នុងហ្នឹងហ្មងអ្នកទាំងអស់គ្នាគឺស្រួលអញ្ចឹងណា